បងប្អូនធ្លាប់ឮសូរឈ្មោះកែវអើយទេកែវអើយបណ្ដាលខ្លាំងជំនាន់ពីសង្គមជំនាន់លោកគ្រូអ៊ុំរីជំនាន់លោកគ្រូឈិតសរឹមគ្រឿងសរសៃឥឡូវនេះចៅលោកតាកែវអើយម្នាក់ចូលលេងអារាមគុណខ្មែរវីកូឡារសជាតិនៃមោទនភាពជាតិ Our Cola Our Pride We Active អារាមគុណខ្មែររដូវកាលទី3ចាប់ផ្ដើមហើយគឺជាការជំរើសចម្រាញ់យកជើងឯកក្នុងប្រភេទទម្ងន់57គីឡូក្រាមតាមផែនការ10វត្តដែលមានតាំងពីនៅកំពង់ស្ពឺនៅសៀមរាបនៅបាត់ដំបងផ្សេងជាដើមនឹងបានដឹងជាបន្តបន្ទាប់ឥឡូវយើងនិយាយអំពីការចាប់ផ្ដើមរដូវកាលទី3នេះបាទគឺធ្វើឡើងនៅវត្តភ្នំកំពតស្ថិតនៅសង្កាត់ច្បារមនក្រុងច្បារមនខេត្តកំពង់ស្ពឺបាទបេក្ខភាពមាន4រូបដើម្បីដណ្ដើមពានអារាមគុណខ្មែរមានរិទ្ធីឆ្អិនអាយ៉ាបាទដឹងតែឆ្អិននៃឆៅចាំមើលសិនរិទ្ធីឆ្អិននេះចៅតាកែវអើយគឺគុលកនតាកែវអើយមានកូនច្រើនមានចៅច្រើនប៉ុន្តែមានមួយខ្លាយជាអ្នកបណ្ដាលកំពុងតែហាត់នៅក្លឹបឃ្លាំងមឿងកីឡាគុលកនចៅតាកែវអើយជាបេក្ខភាពនៅកំពង់ស្ពឺហ្នឹងនៅវត្តនំកពតមានបឺតជីវ៉ាម្នាក់ទៀតបាទបឺតជីវ៉ាហើយនឹងខេមផាវិសាលអញ្ចឹងអ្នកទាំង4នឹងប្រកួតគ្នាបាទបែប for men បែប for boy បាទយើងអាសានិយាយទីទូទៅហៅថា marathon ហ្នឹងចាប់ឆ្នោតហើយឈ្នះប្រកួតនេះទៅហើយឈ្នះប៉ះឈ្នះអ្នកណាឈ្នះខ្លាចជាម្ចាស់ពានបន្ទាប់មកខ្លាចជាជើងឯកវត្តហ្នឹងអញ្ចឹងរជើងឯកចំនួន7វត្តផ្សេងទៀតគ្រប់8វត្តដើម្បីប្រកួតជំរុះតាមបែបយើងរៀបជាបន្តទើបមានម្នាក់ខ្លាចជាម្ចាស់ខ្សែក្រវ៉ាត់ V Active អារាមគុណខ្មែរបាទក្នុងប្រភេទទម្ងន់57គីឡូក្រាមអញ្ចឹងការប្រកួតគឺនឹងធ្វើឡើងនៅថ្ងៃទី3និងថ្ងៃទី4ខែមិនិនាឆ្នាំ2026ចាប់ពីម៉ោង6ល្ងាចតទៅអញ្ចឹងក្រៅពីបេក្ខភាព4នាក់នៅពីរាត្រីជាប់គ្នានៅវត្តកពតហ្នឹងបាទមានការប្រកួតប្រជែងកីឡាករកីឡាការិនីថ្នាលផ្សេងជាច្រើនទៀតដែលយើងផ្ដល់ឱកាសដល់កីឡាករកីឡាការិនីដែលនៅក្នុងតំបន់ជាគោលហើយនឹងមកពីបណ្ដាក្លឹបផ្សេងទៀតដូច្នេះសូមរងចាំទស្សនា V Active អារាមគុណខ្មែរថ្ងៃអង្គារថ្ងៃពុធទី3ទី4ខែមីនា2026វត្តភ្នំកំពតសង្កាត់ច្បារមនខេត្តកំពង់ស្ពឺវីកូឡារសជាតិនៃមោទនភាពជាតិ Our Cola Our Pride